ថ្ងៃទ្រង់ប្រសូតថ្ងៃ15កើតវិសាខបុណ្ណមីថ្ងៃមានសិរីប្រសើរបបរដែលពោធិសត្វបរិសុទ្ធល្អប្រសូតចក្រគួរនៃព្រះមេត្តានៅក្នុងចន្លោះនគរទាំងពីរសួនលំពិនីដេកដាស់ដោយផ្កាដែលគួររីករាយនៃមនុស្សទេវតាមានចិត្តជ្រះថ្លាត្រេកអរកន្លងនៅក្នុងកាលនោះព្រះនាងស្រស់ស្រាយព្រះតីសប្បាយទ្រង់ប្រាប់អ្នកផងចុះចាកក្រែស្នែងមាសថ្មីតែម្ដងដើរតាមកន្លងដ៏ស្រស់ថ្លៃថ្លាស្ដេចយាងទៅដល់ទៀបគុលសាលព្រឹកប្រដាប់ដោយស្លឹកមានផ្លែមានផ្កាព្រះនាងទេវីមានព្រះប្រាថ្នាចាប់នៅមេឃណាមេឃនោះអនមកខ្យល់កម្មមជ្ឈវិទ្យកើតឡើងគ្រានោះប្រកាសចំពោះថាកូនពន្លកនៅក្នុងគម្ភានឹងប្រសូតមកអោកូនពន្លកតើល្អយ៉ាងណាទ្រង់បានសណ្ដោកព្រះហស្ថទាំងពីរព្រះបាទទាំងពីរចាក់គួរមេត្តាបរិសុទ្ធក្រៃលែងឥតមានអ្នកណាទោះមនុស្សទេវតាមិនប្រកាសស្មានៅក្នុងទីនោះសូម្បីព្រះព្រហ្មមានយសដ៏ធំគង់មិនប្រសាដោយព្រះពោធិសត្វអ្នកមានដំណើរវិសេសប្រសើរជាងមនុស្សទេវតាមានការញាប់ញ័រនៅផ្ទៃផែនដីពន្លឺស្វាងស្វ័យទាំងម៉ឺនចក្រវាលធ្វើឲ្យហឫទ័យនៃព្រះមេត្តាមានសោមនស្សាពន់ពេកកន្លងចំណែកព្រះបរមពោធិសត្វផុតចាកពីហត្ថានៃមនុស្សផងទ្រង់ក្រឡេកមើលទិសទាំង10ផងមិនឃើញអ្នកផងប្រកាសដូចឡើយទៅបែរព្រះភ័ក្ត្រទៅទិសឧត្តរស្ដេចទៅដោយល្អមិនបានកន្តាយឈានដោយព្រះបាទបាន7ហើយមិនបង្អង់ឡើយបន្លឺសីហនាតអគុហមេស្មិលោកាសៈជាដើមសច្ចៈមិនបានឃ្លៀងឃ្លាតប្រសើរក្រៃលែងជាងអ្នកឯទៀតបញ្ជាក់ថាជាតិព្រះអង្គអស់ហើយ